កំពុងតែឆែកមើលមែមដល់ពេលដែលវាដាក់ទូរស័ព្ទចុះក៏ឃើញមានខ្មោចឈរនៅជិតឡានវាភ័យពេកក៏សន្លប់បាត់ទៅហើយវិសាលក៏បន្តបើកឡានទៅមុខទៀតសុកក៏បានឃើញខ្មោចឈរតាមខ្លោងទ្វារនេះមួយហើយមួយទៀតម្ចាស់ទឹងម្ចាស់ដីគ្រប់គ្រងនៅទីនេះសូមកុំប្រកែកប្រកាន់កូនចៅអីសូមឲ្យកូនចៅបញ្ឆេះឡានជិះទៅមុខបន្តទៀតបានផងកូនចៅសូមខមាទោសរឿងផ្លូវខ្មោចនោណែសុំអញឮថាអាវិចិត្រទើបជាប់ពាក្យប្រហែលថ្ងៃមុនហើយមានដឹងអត់អញឃើញតាគេផុសប្រហែលថ្ងៃមុននឹងឯងតែអញសង្ស័យកម្មវិធីជាលក្ខណៈគ្រួសារអញ្ចឹងទៅគេមិនចង់រំខានជាងហើយបានជាមិនហៅទៅអញ្ចឹងកុំភ័យថ្ងៃការវាពួកយើងកិច្ចមិនផុតទេចាំតែមើលទៅ3ខែកន្លងផុតទៅវិចិត្រថ្ងៃនេះខ្ញុំបកមកពីទឹកខាងណាបានជាមករកគ្នាដល់អอฟហ្វិសតែម្ដងអូនណាគ្នាចង់ហៅធៀបឯងមួយនឹងណាខែក្រោយនេះឯងថ្ងៃទី25អាចទំនេរអត់ថ្ងៃក្រោយគ្នាអាចដាក់ថ្ងៃសម្រាប់ជាប់គ្នាបានហើយឯងហៅគ្នាយើងផ្សេងទៀតទៅអត់មើលសកលវិទ្យាល័យយើងទាំងអស់គ្នាខ្ញុំហៅថាទាំងអស់ហ្នឹងតែបើសិនជាពួកឯងមកថ្ងៃគឺល្អជាងយប់ដោយសារតែផ្លូវចូលផ្ទះការខាងប្រពន្ធអញគឺវារៀងពិបាកអង្គុយចុះសិនមកអញ្ចឹងបាទអាយ៉ាវិចិនចៃដន្យមែនមកលេងវិសាលមែនបាទថ្ងៃនេះមិនធុរៈយកធៀបមកឲ្យវិសាលយីធីតានិយាយដូចដឹងថាវិចិត្រមកនេះយកធៀបមកឲ្យអញ្ចឹងធីតាគេបានមួយដែរហើយភ្ញៀវខាងស្រីអាយ៉ាវិចិត្រមានចំណែកគ្នាយើងអត់ហ្នឹងមានចំណែកគ្រប់គ្នានឹងមិនចាំបាច់ភ័យទេណែប្រហែលជាពួកយើងចេញទៅពីល្ងាចព្រោះឈប់ជាប់គ្នាច្រើនពេកកម្មការដែរអាចចង់ធ្វើយ៉ាងម៉េចក៏បានដែរតែថ្ងៃ24នេះយើងឡើងរោងហើយស្អែកឡើងបាន50ចំនួនបើសិនជាមកអត់ទាន់មកថ្ងៃ50ចំនួននឹងក៏ល្អដែរហ្នឹងហើយតែថ្ងៃហ្នឹងអញពិន័យឲ្យបានកន្លះកេះហើយវើយដល់ថ្ងៃការហើយបានមកហៅអាថ្ងៃភ្ជាប់ពាក្យថ្ងៃសំខាន់ផ្សេងទៀតមិនឃើញមកហៅសោះឯនេះនឹងហើយផឹកមិនក៏បានដែរថ្ងៃនោះចង់ពិន័យឯងប្រហែលកំប៉ុងក៏បានដែរអញ្ចឹងប៉ុណ្ណឹងបានហើយដល់ម៉ោងប្រជុំហើយអញ្ចឹងបានហើយអញ្ចឹងអរគុណច្រើនមុនមួយថ្ងៃដែលពួកគេត្រូវចាក់ចេញទៅពួកគេក៏បានរៀបចំអីវ៉ាន់របស់ពួកគេហើយបាននាំគ្នាជិះឡានរបស់វិសាលព្រោះឡានរបស់វិសាលធំអាចដាក់គ្នាបានច្រើនពួកឯងឲ្យលឿនឡើងមកយើងឃើញថាផ្លូវទៅផ្ទះការនោះប្រហែលជា120គីឡូម៉ែត្រចម្ងាយពីទីក្រុងទៅអញ្ចឹងបើសិនជាយើងជិះតាមផ្លូវកាត់ដែលយើងបានឆែកនេះប្រហែលជា3ម៉ោងអីពួកយើងទៅដល់ហើយណែបើសិនជាអាត្មានេះមិនទាន់បានចេញទៅផងម៉ោង5ល្ងាចហើយតម្រាំទៅដល់សង្ស័យម៉ោង9យប់ហើយណែមើលច្បាស់វើយតម្រាំទៅដល់យប់ណាកុំវង្វេងផ្លូវឲ្យសោះវើយផ្លូវនឹងលឺវិចិត្រថាផ្លូវស្ងាត់ផងអាភ័ក្រវាអាងថាស្គាល់ផ្លូវកាត់ណាអញ្ចឹងស្ដាប់តាមវាទៅហើយបើថាខុសផ្លូវចាំឲ្យវាទៅចាំពួកយើងជួយតាមក្រោយណែពួកឯងទិញអីផ្ញើវិចិត្រអន់ហើយអញចង់ទិញអីផ្ញើថ្ងៃការគេនេះស្អីក៏មិនខ្វះដែរលបងរបស់ស៊ីផឹកមានគ្រប់សពអស់ហើយបន្ទាប់ពីនិយាយគ្នាចាំពួកគេក៏ធ្វើដំណើរទៅមុខរហូតទៅដល់ផ្លូវដែលត្រូវបន់ចូលទៅក្នុងភូមិរបស់ផ្ទះម្ចាស់ការណែអភ័ក្រហើយមើលថាយើងត្រូវជិះប្រហែលគីឡូទៀតទើបដល់ជិះមកយូរដែរហើយបានតែត្រឹមនេះឯងឥឡូវផ្លូវប្របែកជា2ទៅឆ្វេងទៅស្ដាំចាំយើងមើលឲ្យចាំមកផ្លែបន្ទាប់ពីពួកគេបត់ប្រហែលជា10នាទីពួកគេក៏ក្រឡេកទៅឃើញខ្លោងទ្វារវ័ននៅឯខាងស្ដាំដៃភ័ក្រផ្លូវនឹងមែនទេហើយចូលតាមខ្លោងទ្វារវត្តនឹងមែន
អូយមើលទៅគួរខ្លាចដល់ហើយ ខ្លាចស្អីគ្នាយើងនៅក្នុងឡានអង្គុយឡើងចង្អៀតទៅហើយតែខ្លាចស្អីទៀតមានខ្មោចមកពីណាមករករឿងយើងនោះបើយើងជិះតែគ្នាយើងនឹង បន្ទាប់ពីអភ័ក្របាននិយាយអញ្ចឹងមកម្នាក់ក៏ស្ងាត់មាត់មិនបាននិយាយអ្វីទាំងអស់ហើយវិសាលក៏បន្តបើកឡានទៅមុខទៀតសុកក៏បានឃើញខ្មោចឈរតាមខ្លោងទ្វារនេះមួយហើយមួយទៀត អាសុកឯងខំបាប់គ្នាធំមើលទៅខាងក្រៅម្លេះវាមានស្អីមែននឹងចំណាស់នេះទៅហើយឯងខ្លាចខ្មោចស្អីទៀតបើវាមកចាំឯងសំពងវាហើយកុំភ័យអញមានវត្ថុការពារហើយពួកខ្មោចអស់នេះមិនហ៊ានជាមួយអញទេចាំអញលេងជាមួយពួកវា អភ័ក្រហើយនិយាយស្អីឈួតហ្នឹងនៅក្នុងឡានណាហើយជិះតាមផ្លូវសត្វតែព្រៃយប់ហើយនិយាយអីឲ្យចេះគិតផងជិះតាមផ្លូវកាត់ព្រៃអញ្ចឹងគេមិនឲ្យនិយាយអីផ្ដេសផ្ដាស់ទេ ធីតាចាំខ្ញុំការពារ ណែពួកវាប្រឹងនិយាយគ្នានឹងទៅគ្មានជួយមើលម៉េបអីអញទេឥឡូវជិះទៅណាទៅណីក៏មិនដឹងទេនេះជិះមកយូរហើយដូចជាអត់ផុតវត្តសោះ អើយភ្នោខ្មោចច្រើនណាស់នេះឯងមើលឆ្វេងមើលស្ដាំនេះសុទ្ធតែភ្នោខ្មោចជិះមកយូរហើយនៅតែអត់ផុតភ្នោខ្មោចសោះ សម្មាសម្ពុទ្ធភគវតោអរហតោសម្មាសម្ពុទ្ធស្សៈសម្មាសម្ពុទ្ធភគវតោអរហតោសម្មាសម្ពុទ្ធស្សៈអើយយុទ្ធសុកនិយាយស្អីហ្នឹងលើកដៃសំពះផងហើយកុំដល់ថ្នាក់នឹងពេកណាទៅបន្តិចទៀតនឹងដល់ផ្ទះវិចិត្រហើយ ពួកឯងកុំខ្លាចពេកអញមានបន្តងព្រះជាប់ខ្លួនណាវើយខ្មោចណាហ៊ានមកយីយើងដឹងតែត្រូវបោះអញហើយ បន្ទាប់ពីអភ័ក្រវានិយាយបែបហ្នឹងមករថយន្តដែលបើកធម្មតាសោះក៏រលត់ភ្លើងឈប់ដេរមិនឆេះហើយក៏អត់មានភ្លើងសេវាទូរស័ព្ទទៀតផងគ្នាយើងបើកភ្លើងទូរស័ព្ទបន្តិចទៅទូរស័ព្ទខ្ញុំមិនដឹងជាយ៉ាងម៉េចទេនេះរលត់ឆឹងតែម្ដងឯងអង្គុយឆែកទូរស័ព្ទមុននឹងយូរហើយមិនអីទេតែឥឡូវនេះមិនក៏រលត់អញ្ចឹងចាំគ្នាបន្តិចគ្នាមានពិលចាំគ្នារកសិនគ្រាន់តែរលត់ឡានភ្លាមសុកក៏ឃើញខ្មោចឈរនៅពីមុខឡានតែម្ដងសុកអត់ហ៊ាននិយាយអ្វីទេសុកបានបើកភ្នែកធំសម្លឹងទៅមើលខ្មោចម្ចាស់ទឹងម្ចាស់ដីគ្រប់គ្រងនៅទីនេះសូមកុំប្រកែកប្រកាន់កូនចៅអីសូមឲ្យកូនចៅបញ្ឆេះឡានជិះទៅមុខបន្តទៀតបានផងកូនចៅសុំខមាទោសហើយពួកឯងប្រកាសស្អីក៏ប្រឹងស្អែកម៉េះអញរកពិលឃើញហើយបញ្ឆេះឡានបន្តិចសិនអើយទូរស័ព្ទខំបើកមកយូរហើយនេះវាអត់ចាញ់ភ្លើងសោះចាចាញ់ភ្លើងហើយរចនាបានមើលឃើញខ្មោចអង្គុយនៅចន្លោះយុទ្ធហើយនឹងសុងរចនាឯងកាត់អីមែនកុំអាចចូលមករចនាឯងកាត់អីមែនធីតាក្រឡេកមើលទៅខាងក្រោយក៏បានឃើញខ្មោចស្រីអត់មានក្បាលនៅខាងក្រោយបានហើយអង្គុយស្រួលបួលទៅជិះឡានបន្តិចទៀតដល់ផ្ទះការហើយពេលឡានឆេះហើយម្នាក់អង្គុយឡើងត្រង់ភ្លឹងគ្មានកម្រើកអីមិនតែងហើយវិសាលក៏ចេះតែបើកឡានទៅមុខតែក៏មានអារម្មណ៍ថាចម្លែកដោយសារតែម្នាក់អោនមុខចុះក្រោមហើយមិនមាននិយាយអ្វីទាំងអស់ពួកឯងឃើញដូចអញអត់ដូចមានណាគេឈរពាំងផ្លូវនេះភ្ញាក់វាកើតស្អីហើយណាមិនបានដេកអញ្ចឹងខ្ញុំអភ័ក្រកំពុងតែឆែកមើលមែនដល់ពេលដែលវាដាក់ទូរស័ព្ទចុះក៏ឃើញមានខ្មោចឈរនៅជិតឡានវាភ័យពេកក៏សន្លប់បាត់ទៅអូមិនគឺលងដេកមកផ្លែតហ្នឹងណាហើយយល់សពអាក្រក់ទៀតផងហើយវាមិនដែរហើយសុំមែនវិសាលបានឃើញមនុស្សឈរពាំងផ្លូវពីចម្ងាយដល់ពេលជិះទៅជិតដល់អត់មានឃើញនរណាអ្វីទាំងអស់អ្នកទាំងអស់គ្នាមិនបាននាំគ្នាស្ងាត់ម៉េះហើយមកជួយមើលផ្លូវគ្នាមើលផ្លូវណាផ្លូវណីជិះទៅមុខទៀតឬក៏យ៉ាងម៉េចនេះវិសាលបានក្រឡេកទៅមើលអ្នកទាំងអស់គ្នាដែលអង្គុយនៅខាងក្រោយនោះហើយក៏ឃើញពួកគេយល់ខ្លួនទៅវិញទៅមកហើយគិតថាប្រហែលជាពួកគេមិនដឹងថាត្រូវនិយាយបែបម៉េចហើយដោយសារតែគេមិនដែលធ្លាប់មកដែរនោះណែខ្ញុំសុំទោស
មុននឹងខ្ញុំនិយាយពាក្យលើសលួសសុំកុំប្រកាន់ខ្ញុំអីណា វិសាលចុះធុបមកឯងចុះតែក្រោមឲ្យធុបបន្តិចទៅយើងវង្វេងផ្លូវហើយណែវិសាលកុំទៅតែឯងអីតើពួកយើងនាំគ្នាចុះទៅលើឡានទៅឲ្យធុបសិនទៅសុំខមាទោសគេទៅមុននឹងយើងនិយាយលេងទៅប៉ះពាល់គេហើយមើលទៅបានយើងវង្វេងផ្លូវបែបហ្នឹងវិសាលមានការចម្លែកចិត្តជាខ្លាំងប៉ុន្តែគេក៏យល់ព្រមដែរដោយសារតែជិះឡានយូរហើយដែរនៅមិនទាន់ដល់ផ្ទះការឃើញតែផ្លូវស្ងាត់នឹងវត្តតែប៉ុណ្ណោះយើងជិះត្រឡប់បកទៅក្រោយជិះទៅតាមផ្លូវខាងឆ្វេងដៃវិញទៅសង្ស័យថាបាត់មកខុសផ្លូវហើយ បន្ទាប់ពីនិយាយចំពួកគេក៏នាំគ្នាឡើងលើឡានហើយជិះត្រឡប់បកក្រោយទៅវិញទៅតាមផ្លូវដែលពួកគេបាត់នៅមុននេះបន្តិចជិះបានប្រហែល1ម៉ោងកន្លះពួកគេក៏បានទៅដល់ភូមិមួយមានផ្ទះមនុស្សរស់នៅហែហមហើយជិះបានប្រហែលជា10នាទីទៀតក៏បានឮសំឡេងភ្លេងការចេញពីផ្ទះកូនក្រមុំ ណែពួកឯងជិះមកដល់ផ្ទះការហើយទំរាំតែមកដល់នឹងវេទនាម្លេះ វិចិត្រឈរនៅពីខាងក្រៅបក់ដៃឲ្យពួកគេចូលមក មកនាំគ្នាចូលមកជិះជុំម្លេះថ្មនេះមក11យប់ទៅហើយទើបតែមកដល់ តាមពិតទៅពួកខ្ញុំជិះវិញផ្លូវហើយទើបទៅរកផ្លូវឃើញមុននេះឯងប្រហែលជា1ម៉ោងមុន តោះហូបអីសិនចាំស្អែកចាំសម្រាប់ ណែពួកឯងចង់ហូបអីអត់ពួកឯងទៅញ៉ាំទៅខ្ញុំអត់ញ៉ាំទេខ្ញុំសុំសម្រាប់ហើយជិះមួយថ្ងៃនេះចុកស្មាចុកចង្កេះណាខ្ញុំក៏អញ្ចឹងដែរហត់ណាស់មួយថ្ងៃហើយស្អែកចាំញ៉ាំក៏បានដែរណាមួយជប់ហើយមិនចង់ញ៉ាំទេវាប៉ះពាល់ដល់សុខភាព អញ្ចឹងពួកយើងសម្រេចថាចូលគេងទៅចាំស្អែកចាំញ៉ាំ ដោយសារតែបងប្អូនខាងកូនកំលោះនិងកូនក្រមុំច្រើនអញ្ចឹងគេមានបន្ទប់តែមួយទុកឲ្យពួកគេ6នាក់នឹងនៅជុំគ្នាហើយម្នាក់ប្រាស់ខ្លួនដេកហើយអភ័ក្រដេកអត់ស្ងប់ទេដោយសារតែនៅឃើញខ្មោចនៅនឹងមុខច្បាស់នៅឡើយ ជួយផងកុំរកខ្ញុំអីខ្ញុំខ្លាចហើយជួយផងកុំរកខ្ញុំ ជួយផងជួយខ្ញុំផងជួយផងខ្មោចជួយផងខ្មោចជួយផង យន្តដៃគេជាប់នឹងអភ័ក្រឃើញភ័ក្ររើចុះរើឡើងប៉ុន្តែយន្តអត់ឮសំឡេងអីសោះ អភ័ក្รงើបឡើងហើយកាត់អីមែន ជួយផង យត់ឯងដេកវិញទៅសង្ស័យវាដេកមកមើលទេមើលដាស់វាមិនងើបផងនឹងស្ងំទៅព្រឹកឡើងប្រហែលជាលែងមានអីកាត់ឡើងហើយ បងឯងងើបឡើងខ្ញុំត្រូវការបន្ទប់ឲ្យកូនកំមុំរៀបចំខ្លួនបន្ទប់នេះរៀបចំឲ្យកូនកំមុំទេពួកគេម្នាក់ងើបឡើងមានអារម្មណ៍ថាឈឺដៃឈឺជើងឈឺកហើយមុខមួយគឺស្លាក់ហើយ មកជុលមួយ មកអឺណែវិចិត្រឯងចង់សួរបន្តិចមើលផ្លូវដែលបត់ទៅស្ដាំដៃនឹងផ្លូវទៅណាដែរ អូគ្នាអត់ច្បាស់ដែរនឹងដោយសារតែខេត្តនេះជាខេត្តរបស់ប្រពន្ធគ្នានឹងមិនមែនជាខេត្តគ្នាទេ ចាបងសម្រាប់ផ្លូវទៅស្ដាំដៃនឹងគឺជាផ្លូវទៅវត្តនៅក្នុងនឹងមានផ្លូវច្រើនណាស់ហើយនៅនឹងហួសពីផ្លូវនឹងទៅវាមានព្រៃច្រើនពីមុនជាកន្លែងបញ្ចុះសំតាមខ្ញុំដឹងអត់មានអ្នកណាគេហ៊ានដើរឬក៏ជិះកាត់នឹងនៅពេលយប់ទេដោយសារតែខ្លាចខ្មោចឡងព្រោះទីនោះមានតែផ្លូវខ្មោចច្រើនណាស់ហើយកាលសម័យអាពតនឹងក៏មានគេបាញ់គ្នាស្លាប់ច្រើននៅនឹងតាមផ្លូវនឹងដែរអញ្ចឹងហើយបើសិនជាចង់ទៅផ្លូវនឹងគឺគេទៅតែពេលថ្ងៃអត់ហ៊ានទៅពេលយប់ទេបងលោកដល់ល្ងាចឡើងពួកគេបានផឹកស៊ីនិងរាំជុំគ្នាយ៉ាងសប្បាយនៅនឹងតុការរហូតដល់ម៉ោង12យប់
ម៉ោង 9 ព្រឹកឡើងអូនឯងបិចិត្តស្រីមុំខ្ញុំហើយនឹងគ្នាយើងត្រឡប់ទៅវិញហើយណាដល់សារតែស្អែកនឹងដល់ថ្ងៃចូលធ្វើការវិញផងពួកឯងឆាប់ទៅម៉េះចាំមក1 ឬមក 2 រសៀលចាំចេញទៅវាក៏មិនអីដែរនៅភ្លឺតើអូមិនចង់នៅរំខានទេដោយសារតែអត់បាយអត់ទឹកច្រើននឹងណាហើយណាមួយពួកខ្ញុំមានការត្រូវធ្វើផ្សេងទៀតល្ងាចនេះអញ្ចឹងមានតែសុំវិចិត្រទៅមុនហើយបាទអញ្ចឹងចាំពួកខ្ញុំជូនផ្លូវលាសិនហើយចិត្តស្រីមុំគ្នាលាសិនហើយណាស្រីមុំយើងទៅសិនហើយជួបគ្នាថ្ងៃស្អែកសុខសប្បាយតាមផ្លូវណាពួកបងគ្នាទៅហើយណាពួកគេក៏បានជិះឡានត្រឡប់ទៅវិញជិះលើកនេះគឺជិះផ្លូវត្រូវប្រហែលជា3 ម៉ោងកន្លះពួកគេក៏បានទៅដល់ផ្លូវទីរួមខេត្តអភ័ក្រជិះមកតាមផ្លូវឡើងស្ងាត់ជ្រាបវាកាត់ស្អីហើយនឹងនេះឯងដោយសារថ្មត់វានេះឯងសុទ្ធតែសំពងឥឡូវនេះគេសំពងវិញមួយជប់ទល់ភ្លឺមានបានដេកទេបានន័យថាមិនមែនឡងតែខ្ញុំទេអញ្ចឹងនៅក្នុងឡាននោះសុទ្ធតែត្រូវខ្មោចឡងទាំងអស់ហ្នឹងខ្មោចឡងហើយថាមកខ្មោចឡងទៀតនេះឯងបន់ព្រះក្នុងចិត្តផងសំពះផងវាចេញមកស្រស់បែបនេះលើក្រោយអញលែងហ៊ានទៅណាមកណាជាមួយអភ័ក្រទៀតហើយអភ័ក្រយកមិនអញកាត់អីហ្នឹងមិនមកឡងថ្ងៃនៅក្នុងយសពទៀតមែនវិសាលគ្នាជើងអញចង់ទៅវត្តស្រោចទឹកចេញណាកុំតន់ទៅផ្ទះអីខ្លាចជប់នេះយល់សັບឃើញទៀតនេះមកដល់វត្តល្មមវិសាលដឹងចិត្តមែនតោះពួកយើងចូលវត្តស្រោចទឹកសិនទៅហើយចាំនិយាយរឿងបន្តទៀតថាអ្នកណាឃើញអីខ្លះពេលមកដល់វត្តហើយពួកគេសុំឲ្យលោកស្រោចទឹកឲ្យសម្មាសម្ពុទ្ធភគវតោហរហតោសម្មាសម្ពុទ្ធស្សៈសម្មាសម្ពុទ្ធភគវតោហរហតោសម្មាសម្ពុទ្ធស្សៈសម្មាសម្ពុទ្ធភគវតោហរហតោសម្មាសម្ពុទ្ធស្សៈមួយថ្ងៃកន្លងផុតទៅណែពួកឯងថ្ងៃមុនពួកយើងសុំលោកស្រោចទឹករួចហើយណាយើងនិយាយប្រាប់តាមត្រង់ចុះអាការពេលល្ងាចម្សិលមិញនោះអញឃើញខ្មោចជីកកពួកឯងតែអញអត់ហ៊ាននិយាយអីទេមិនបានប្រាប់គ្នាផងអញ្ចឹងយើងក៏មើលឃើញដែរពេលទូរស័ព្ទមានសេវាវិញនោះគ្នាងាកមើលក្រោយក៏ឃើញខ្មោចឲ្យច្បាស់ចេះនៅចន្លោះយុទ្ធនឹងសុងអភ័ក្រហើយឃើញខ្មោចដែរអត់នឹងអញឃើញហូបពីឃើញទៀតនឹងកំពុងតែអង្គុយឆែកម៉ែបសក់ស្រាប់តែមកឈរចំពីមុខឯងអញកាំងសន្លប់ស្ដុកស្ដឹងហើយវិសាលក៏មិនដឹងថាអញសន្លប់ដែរណែទុកថាអស់គ្រោះភ័យហើយបើថ្ងៃអាទិត្យនេះទំនេរយកបាយយកម្ហូបមកប្រគេនលោកមកដើម្បីទិកុសលឲ្យគេកុំឲ្យគេមកទៀតចាប់តាំងពីពួកគេយកបាយម្ហូបមកថ្វាយឲ្យលោកតាម៉ងអត់មានរឿងអីចម្លែកកាត់ឡើងលើពួកគេទៀតដែរឯភ័ក្រវិញក៏នៅតែមើលឃើញខ្មោចនៅក្នុងកញ្ចក់ដដែលជួយផងជួយខ្ញុំផងជួយផងខ្មោចជួយផងកុំភ្លេចចូល Subscribe ក្នុង Channel YouTube Drama Motion